ngàyនេះចំណាយលុយ7,000 រៀលចាដើម្បីបានស្ងោរជ្រក់មួយចានយ៉ាងឆ្ងាញ់តែម្ដងចាបងប្អូនដែលរនឹកម្ហូបអីមិនត្រូវចានឹកមិនឃើញដើរផ្សារទៅមកពីបេតឡប់ហ្នឹងចារនឹកអីមិនឃើញឥឡូវមកស្ងោរជ្រក់ដូចខ្ញុំមកចាតែនេះធម្មជាតិមកឆ្ងាញ់តែម្ដងហើយវិធីធ្វើក៏អត់ពិបាកអីដែរគ្រាន់តែយើងមានជីបន្លាហើយនឹងជីក្រហមទៅចាហើយក្រូចឆ្មាហើយធ្វើដូចខ្ញុំមកដូចក្នុងវីដេអូហ្នឹងចាយើងបំពងគល់ស្លឹកគ្រៃស្លឹកក្រូចមកឲ្យឈ្ងុយចាហើយឡើងឈ្ងុយហើយរៀងក្រៀមមកសពប់ហើយចាំយើងដាក់ជាមួយនឹងខ្ទឹមសចូលទៅចាហើយនិយាយពីថាម្ហូបមួយមុខនេះកូនរបស់ខ្ញុំគាត់ចូលចិត្តណាស់មនុស្សចាស់ក៏ត្រូវក្មេងក៏ត្រូវចាម្ហូបនេះប្រហែលថ្ងៃនេះរៀងត្រីរហូតញាប់ឥឡូវយើងបដូរមកសាច់មាន់ម្ដងទៅចាកុំឲ្យមុខដូចត្រីនិយាយលេងទៅចាឥឡូវយើងដាក់ជាមួយនឹងសាច់មាន់យើងចូលទៅទឹកយើងពុះហើយចាហើយបើសំញន់ម៉ែហើយនឹងចំនួនយាយវិញក៏គាត់ដាក់ជាមួយនឹងកតែខ្ញុំថ្ងៃនេះដាក់ជាមួយបាយចាហើយក្តៅយើងនឹងដួសបន្តិចមកដាក់ទៅព្រោះថាដាក់ជាមួយបាយជាមួយអង្គហ្នឹងដើម្បីកាត់ជាតិក្លិនឆ្អាបពីមាន់ណាហើយមួយទៀតនឹងជួយឲ្យទឹកសម្លរបស់យើងនឹងរឹតតែមានជាតិឆ្ងាញ់តែម្ដងចាហើយឥឡូវសម្លរបស់យើងនឹងក៏រៀងផុយសាច់មាន់អីហើយឆ្អិនហើយចាយើងវាយគ្រឿងទៅមានប៊ីចេងមានស្ករមានទឹកត្រីអីចឹងទៅហើយយើងដាក់ជាមួយនឹងជីខ្ទឹមយើងនៅសហ្នឹងចាខ្ទឹមសខ្ទឹមស្លឹកខ្ទឹមអីហ្នឹងដាក់ចូលទៅហើយម្ទេសចាបានបុកបន្តិចទៅរឹតតែឆ្ងាញ់តែខ្ញុំអត់ដាក់បុកទេកូនហូបអត់កើតទេចាបុកបន្តិចហឹលតិចអីហើយច្បាច់ក្រូចមួយចំណិតទៅនិយាយពីថាអូយឆ្ងាញ់ណាស់ជាតិកប់សេរីតែម្ដងចាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងចាសូមអរគុណសម្រាប់ការតែងតែ comment តែងតែទស្សនានៅវីដេអូនេះចាអរគុណច្រើន